ម្ដាយមីងអាយុ92ឆ្នាំបានស្លាប់ដោយជរាភាពរហូតដល់2ឆ្នាំក្រោយមកទើបផ្អើលថាជាឃាតកម្មទៅវិញគឺដោយសារតែកាសែតមួយសន្លឹកក្រោយពីប្តីស្លាប់ទៅលោកយាយដែលមានវ័យដល់ទៅ92ឆ្នាំត្រូវបង្ខំចិត្តរស់នៅតែម្នាក់ឯងក្នុងវីឡាដ៏ធំស្កឹមស្កៃមួយអ្នកចិត្តខាងម្នាក់បានចូលខ្លួនមកបំពេញភាពឯកាភាពកក់ក្ដៅកំដរលោកយាយស្ទើរតែរៀងរាល់ថ្ងៃដែលគួរឲ្យច្រណែននិងស្ងើចសរសើរពីវាសនារបស់លោកយាយមែនទែនគឺជាក្តីសុខខ្លាំងស្រាប់តែទីក្រុងកានប្រទេសបារាំងថ្ងៃទី2ខែ11ឆ្នាំ2014អ្នកស្រីអេវលីនក្នុងអាយុ70ឆ្នាំបានទទួលការហៅទូរស័ព្ទពីមន្ទីរពេទ្យថាម្ដាយមីងរបស់គាត់លោកយាយ Jacqueline ដែលមានអាយុរហូតដល់ទៅ92ឆ្នាំកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យហើយលោកយាយសន្លប់អត់ដឹងខ្លួនទេប៉ុន្មានថ្ងៃក្រោយមកលោកយាយ Jacqueline ក៏ស្លាប់ដោយពុំបានភ្ញាក់ឬបាននិយាយឆ្លើយឆ្លងបន្តិចបន្តួចជាមួយក្មួយឡើយពេលនោះក្មួយរបស់លោកយាយ Jacqueline គិតថាគឺជាការស្លាប់ធម្មតាធម្មជាតិរបស់មនុស្សចាស់តែ2ឆ្នាំក្រោយមកលោកស្រីអេវលីនភ្ញាក់ខ្លួនព្រឺតថាជាការធ្វើឃាតទៅវិញទៅលើម្ដាយមីងដែលជរាណាស់ទៅហើយថ្ងៃទី7ខែ4ឆ្នាំ2015នៅក្នុងទីក្រុងកានដូចគ្នាលោក Gabriel ក្នុងវ័យ62ឆ្នាំម៉ោងប្រហែលជា3រសៀលលោកក៏បានទទួលការហៅទូរស័ព្ទដែលធ្វើឲ្យជីវិតលោកក្រឡាប់ចាក់ដែលចាំពុំភ្លេចលោកគឺជាមិត្តភក្តិដ៏ស្និទ្ធរបស់លោកយាយស៊ុយសានដែលមានអាយុ85ឆ្នាំលោកយាយស៊ុយសានគឺជាស្ត្រីមេម៉ាយគ្មានកូនគ្មានសាច់ញាតិរស់នៅតែម្នាក់ឯងក្នុងផ្ទះដែលមានតម្លៃ60,000 អឺរ៉ូលោក Gabriel រស់នៅតែ2គីឡូម៉ែត្រពីផ្ទះលោកយាយស៊ុយសានទេដោយឮថាលោកយាយអត់ស្រួលខ្លួន Gabriel ក៏បើកឡានដោយលឿនដូចព្យុះសម្ដៅទៅផ្ទះលោកយាយពេលទៅដល់ក៏ឃើញលោកយាយស៊ុយសានកំពុងដេកដួលនៅលើឥដ្ឋទៅហើយគាត់បញ្ឈរភ្នែកបែកពពុះមាត់និយាយលលស្ដាប់អត់បាន Gabriel ភ័យខ្លាំងណាស់ក៏ហៅឡានសង្គ្រោះបន្ទាន់មកដឹកលោកយាយស៊ុយសានទៅពេទ្យភ្លាមដោយមានការចូលរួមគិតពីលោកយាយរ៉សូមបញ្ជាក់ថាលោកយាយរ៉នឹងគាត់គឺជាមិត្តសម្លាញ់និងជាអ្នករស់នៅផ្ទះជាប់ជញ្ជាំងជាមួយលោកយាយស៊ុយសានពេលទៅដល់មន្ទីរពេទ្យលោកយាយស៊ុយសានសន្លប់លែងដឹងខ្លួនឈឹងចាប់កិច្ចការរបស់ខ្លួន Gabriel ក៏បើកឡានត្រឡប់មកផ្ទះវិញតែគាត់បើកឡានសឹងតែមិនដល់ផ្ទះភ្នែកគាត់ក៏ស្រវាំងយ៉ាងខ្លាំងបេះដូងដើរញាប់ក្បាលឈឺចង់បែកគាត់ឡើងទៅលើផ្ទះបានដោយសារការវាតាមកម្មចិន្តាគ្រាន់តែចូលទៅដល់ក្នុងផ្ទះភ្លាម Gabriel ក៏សន្លប់បាត់ស្មារតីលែងដឹងអ្វីទាំងអស់ពេលដឹងខ្លួនឡើងលោក Gabriel កំពុងសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យតែមួយជាមួយលោកយាយស៊ុយសានដែលខុសគ្នាតែ3ម៉ោងប៉ុណ្ណោះដុកទ័រតែមួយដែលបានព្យាបាលអ្នកទាំងពីរចាប់ផ្ដើមឆ្ងល់ហើយក៏បូមឈាមនឹងទឹកនោមទៅពិសោធន៍ភាពជឿនលឿននៃវិទ្យាសាស្ត្រលទ្ធផលបង្ហាញថាពួកគាត់ទាំងពីរពិតជាមានជាតិពុលជាខ្លាំងនៅក្នុងខ្លួនការស៊ើបអង្កេតស្វែងរកជនដៃដល់ក៏ចាប់ផ្ដើមពេលបានស្រួលខ្លួនបន្តិច Gabriel ចាប់ផ្ដើមនឹកឃើញថាលោកយាយស៊ុយសានបានចង្អុលកែវទឹកហើយមុនពេលដែលគាត់សន្លប់លោកយាយស៊ុយសានបាននិយាយទៀតថាភ្លក់ទឹកទៅល្វីងណាស់ Gabriel ខ្លួនឯងនឹងក៏លើកកែវទឹកមកភ្លក់ហើយឆ្លោយប្រាប់ទៅលោកយាយស៊ុយសានវិញថាល្វីងមែន15នាទីក្រោយមកបំពង់កបបោមាត់ Gabriel ក៏ចាប់ផ្ដើមស្អិតជាប់ល្វីងមិនដឹងនឹកមកដល់ត្រឹមនេះសំណុំរឿងនេះក៏คล้ายទៅជាសំណុំរឿងព្រហ្មទណ្ឌប៉ុនប៉ងធ្វើឃាតដែលអ្នកជំនាញជាច្រើនកំពុងដុតដៃដុតជើងក្នុងការស៊ើបអង្កេតគេរកឃើញដបទឹកជាច្រើននៅក្នុងផ្ទះលោកយាយស៊ុយសានដែលមានជាតិពុលដែលពន្លឿនចង្វាក់និងធ្វើឲ្យគាំងបេះដូងតើនរណាទៅជាជនដៃដល់ដែលចង់ឲ្យលោកយាយស៊ុយសានស្លាប់ហើយតើដើម្បីអ្វីបងប្អូននៅចាំទេថាលោកយាយរ៉ដែលជាមិត្តសម្លាញ់ផងនិងជាអ្នកចិត្តខាងជាប់ជញ្ជាំងផ្ទះលោកយាយស៊ុយសានផងនោះគាត់បានផ្ដល់ចម្លើយដ៏គួរឲ្យចាប់អារម្មណ៍មួយគឺថាព្រឹកថ្ងៃដែលលោកយាយស៊ុយសានសន្លប់លោកយាយរ៉បានឃើញទ្វារផ្ទះរបស់លោកយាយស៊ុយសាននឹងហើបដោយបារម្ភនិងឆ្ងល់ផងលោកយាយរ៉ក៏ស្រែកសួរខ្លាំងទៅស៊ុយសានថាមិនដែរស្រួលខ្លួនអត់ស្រាប់តែសំឡេងប្លែកមួយស្រែកពីបន្ទប់ទឹកតបមកវិញថាអូខេអត់អីទេលោកយាយរ៉បំរុងនឹងស្ទុះចូលទៅក្នុងផ្ទះលោកយាយស៊ុយសានទៅហើយព្រោះសំឡេងឆ្លើយមិញនឹងវាប្លែកណាស់គាត់អត់ដែរឮទេតែទូរស័ព្ទលើតុក្នុងផ្ទះរបស់លោកយាយរ៉ក៏រោឡើងលោកយាយរ៉ក៏រត់ត្រឡប់មកលើកទូរស័ព្ទក្នុងផ្ទះវិញតែអត់មានសំឡេងឆ្លើយពីខ្សែម្ខាងទៀតទេលោកដល់ដើរមកអើតមើលផ្ទះលោកយាយស៊ុយសានជាថ្មីម្ដងទៀតទ្វារផ្ទះក៏បិទជិតឈឹងដោយឆ្ងល់ផងខឹងផងយាយរ៉ចាំមើលផ្លូវលោកយាយស៊ុយសានស្រាប់តែ1ម៉ោងក្រោយមកទើបឃើញលោកយាយស៊ុយសានទើបមកពីក្រៅជាមួយនឹងសក់ទើបនឹងកាត់ថ្មីដល់តែសាកសួរចុះឡើងទៅទើបយល់ថាមានអ្នកណាម្នាក់លួចចូលក្នុងផ្ទះយាយស៊ុយសានហើយបន្លំធ្វើជាយាយ
យាយស៊ីសានសន្លប់អស់មួយអាទិត្យដោយអាយុមិនតាន់អស់គឺមិនស្លាប់ស្រាប់តែលោកយាយដឹងខ្លួនវិញប៉ូលីសស៊ើបអង្កេតទៅសាកសួរលោកយាយដល់ក្រែពេទ្យចម្លើយដែលគួរឲ្យភ្ញាក់ផ្អើលមួយគឺលោកយាយបានស៊ីញេលក់ផ្ទះម៉ូតវីយ៉ាហ្សេកន្លែងនេះខ្ញុំសូមបើកវងកញ្ចក់បន្តិចណាថាការលក់ផ្ទះជាវីយ៉ាហ្សេគឺអ្នកទិញនឹងចេញមុនតែ50ទៅ70%នៃតម្លៃផ្ទះពេញទេហើយត្រូវបង់ប្រចាំខែតិចទៅម្ចាស់ផ្ទះរហូតដល់អ្នកលក់ផ្ទះនឹងអស់ជីវិតហើយករណីមួយទៀតគឺมันអាចទិញហើយចូលកាន់កាប់បាននៅភ្លាមទេអ្នកលក់ក៏រស់នៅលើផ្ទះនោះរហូតដល់អស់ជីវិតដូចគ្នាអញ្ចឹងបើលឿនគឺល្អហើយបើយូរគឺអ្នកទិញខាតដូច្នេះតើនរណាទៅជាអ្នកទិញគឺលោកអូលីវីយេក្នុងវ័យ45ឆ្នាំហើយលក្ខខណ្ឌទិញនោះគឺលោកត្រូវបង់ជារៀងរាល់ខែចំនួន$1000ទៅលោកយាយស៊ុយសានរហូតទៅដល់លោកយាយអស់អាយុលោកអូលីវីយេចាប់ផ្ដើមចេញចូលផ្ទះលោកយាយស៊ីសានញឹកទៅចាប់តាំងពីខែ1ឆ្នាំ2015ដែលมันអាចលាក់ភ្នែកអ្នកចិត្តខាងជាពិសេសគឺលោកយាយរាល់បានឡើយអ្នកជំនាញរកឃើញទៀតថាគឺលេខទូរស័ព្ទលោកអូលីវីយេនឹងហើយដែលខលចូលទៅលោកយាយរាល់នៅថ្ងៃដែលលោកយាយស៊ុយសានសន្លប់ហើយ GPS ទូរស័ព្ទរបស់លោកអូលីវីយេក៏បានបង្ហាញវត្តមាននៅក្នុងប្លុកផ្ទះនោះដូចគ្នាដោយมันអាចប្រកែកបានអូលីវីយេទទួលស្គាល់ថាពិតជាខ្លួនមែនដែលបានចូលទៅក្នុងផ្ទះយាយស៊ុយសាននៅថ្ងៃនោះតែហេតុផលគឺយាយស៊ុយសានបានឲ្យសោផ្ទះមួយសម្រាប់មកខ្លួនប៉ុន្មានខែមុនហើយគាត់ត្រូវការចូលទៅថតរូប2-3សន្លឹកនៅក្នុងផ្ទះដោយពុំចង់រំខានលោកយាយទើបអូលីវីយេសម្រេចចិត្តលួចចាក់សោចូលទៅដឹងអីបែរជាជួបអ្នកចិត្តខាងគួរឲ្យរំខានដូចជាលោកយាយរត់ទៅវិញដែលតាមតន់ទៀតតែអូលីវីយេប្រកែកថាខ្លួនពុំបានធ្វើអ្វីខុសទេក្រៅពីថតរូប2-3សន្លឹកប៉ុណ្ណោះថ្ងៃទី22ខែ4ឆ្នាំ2015គេក៏បានចូលទៅឆែកឆេរលំនៅឋានផ្ទាល់ខ្លួនរបស់អូលីវីយេអ្នកជំនាញបែរជារកឃើញកំប៉ុងថ្នាំពុលដែលមានប្រភេទពុលតែមួយទៅលើខ្លួនលោកយាយស៊ុយសាននិងហ្គាព្រីយ៉ែលអូលីវីយេក៏ត្រូវបានគេឃុំខ្លួននិងរងចាំភស្តុតាងបន្ថែមក្នុងការកាត់ក្តី2ឆ្នាំក្រោយមកគឺថ្ងៃទី12ខែ4ឆ្នាំ2017អ្នកស្រីអេវលីនដែលចូលចិត្តអានកាសែតស្រាប់តែប្រទេសអត្ថបទមួយដែលសរសេរពីការប៉ុនប៉ងធ្វើឃាតនៅដាក់ថ្នាំបំពុលលើលោកយាយស៊ុយសានហើយជនសង្ស័យគឺអូលីវីយេដែលគាត់ធ្លាប់ស្គាល់ច្បាស់ខ្លាំងណាស់ជនម្នាក់នោះព្រោះអូលីវីយេធ្លាប់ជាមិត្តភក្តិដ៏សែនជិតស្និទ្ធរបស់ម្ដាយមីងគាត់គឺលោកយាយយ៉ាក្លីនដែលបានទទួលមរណភាពកាលពីខែ11ឆ្នាំ2014ក្នុងអាយុ92ឆ្នាំរឿងទាំងពីរនេះមានគម្លាតតែ5ខែប៉ុណ្ណោះអ្នកស្រីអេវលីនស្ទើរតែពុំជឿភ្នែកខ្លួនឯងចង់ឬមិនចង់អារម្មណ៍ចម្លែកមួយបានសួរគាត់ថាតើការស្លាប់របស់លោកយាយយ៉ាក្លីនគឺដោយធម្មជាតិឬក៏ជាឃាតកម្មដោយបំពុលពីព្រោះមុនស្លាប់ម្ដាយមីងគាត់បានធ្វើបណ្ដាំគេមរតកដោយប្រគល់ផ្ទះដែលមានតម្លៃជាង1លានអឺរ៉ូទៅឲ្យមិត្តសម្លាញ់សំណប់ចិត្តរបស់គាត់គឺអូលីវីយេនោះឯងការសង្ស័យដែលចេះតែវិលចុះវិលឡើងអ្នកស្រីអេវលីនទ្រាំពុំបានក៏ទៅរាយការណ៍និងដាក់ពាក្យបណ្ដឹងនៅប៉ូលីសព្រហ្មទណ្ឌលើឈ្មោះអូលីវីយេក្រុមអ្នកវិទ្យាសាស្ត្រផ្នែកឡាបូសុំការអនុញ្ញាតពីគ្រួសារសពលោកយាយយ៉ាក្លីនដើម្បីគាស់យកមកធ្វើកសលវិច័យគឺរកមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យស្លាប់គ្រួសារសពយល់ព្រមគេស៊ើបដឹងទៀតថាអូលីវីយេមិនមែនជាអ្នកវិនិយោគឬជាអ្នកមានអីទេគាត់គឺជាហាយសូប្រហោងក្នុងប៉ុណ្ណោះតាមការពិតកិច្ចការរកស៊ីរបស់អូលីវីយេកំពុងជួបបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្នុងខែដែលលោកយាយយ៉ាក្លីនបានទទួលមរណភាពតើគឺជារឿងចៃដន្យឬក៏ជាឃាតកម្មដែលរៀបចំទុកលទ្ធផលនៃកសោវិច័យបានបង្ហាញច្បាស់ថាលោកយាយយ៉ាក្លីនបានស្លាប់ដោយសារថ្នាំបំពុលដែលជាថ្នាំតែមួយហើយរកឃើញនៅក្នុងផ្ទះអូលីវីយេតែចម្លើយដែលគួរឲ្យភ្ញាក់ផ្អើលនិងហួសពីការស្មានរបស់ជនសង្ស័យគឺអូលីវីយេឆ្លើយថាលោកយាយធន់ថប់នឹងជីវិតរស់នៅហើយបានទទូចអង្វរខ្លួនឲ្យជួយបញ្ចប់ជីវិតដែលអូលីវីយេខ្លួនឯងនោះពុំដែលមានចេតនាត្រូវបង្ខំចិត្តធ្វើក្នុងនាមជាមិត្តភក្តិល្អចម្លើយនោះត្រូវបានគ្រួសារលោកយាយយ៉ាក្លីនរុញចោលដោយចោទថាជាការប្រឌិតភូតកុហកចំពោះអ្នកស៊ើបអង្កេតគេចោទសំណួរថាមានតែ2ករណីនេះទេឬអូលីវីយេជាឃាតករសេរីមានន័យថាអាចមានជនរងគ្រោះជាច្រើនទៀតព្រោះថារបៀបទិញផ្ទះជាវីយ៉ាហ្សេនឹងអូលីវីយេធ្វើដល់ទៅ5ឯណោះមិនមែន2ទេអ្នកជំនាញរកឃើញទៀតថា5ឆ្នាំមុនមានជនរងគ្រោះទី3ដែលត្រូវបានស្លាប់យ៉ាងទាន់ហន់7ខែប៉ុណ្ណោះក្រោយការសេពគប់លក់ផ្ទះរបៀបវីយ៉ាហ្សេឲ្យទៅអូលីវីយេដូចគ្នាសរុបសេចក្តីទៅជនរងគ្រោះសុទ្ធសឹងតែជាស្ត្រីវ័យចំណាស់
ខ្លួនមួយគ្មានកូនគ្មានប្តីហើយមានទ្រព្យសម្បត្តិសំណុំរឿងអូលីវីយេបើកាត់ក្តីនៅតុលាការនៅថ្ងៃទី4 ខែ 3 ឆ្នាំ 2019 ជនសង្ស័យអូលីវីយេស្រែកតវ៉ាទាមទារភាពត្រឹមត្រូវរបស់ខ្លួនដោយចោទថាមានការភ័ន្តច្រឡំលើភស្តុតាងចំណែកប្អូនប្រុសបង្កើតរបស់អូលីវីយេយល់ឃើញថាបងប្រុសរបស់ខ្លួនប្រហែលជាបានប្រព្រឹត្តទង្វើមិនល្អនោះមែនរឿងដែលអស្ចារ្យគឺម្ដាយបង្កើតរបស់ជនសង្ស័យបាននិយាយផ្ទាល់មាត់នៅតុលាការដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងគាត់ថាកូនប្រុសរបស់គាត់បានធ្វើផ្ដេសផ្ដាស់បំផ្លាញជីវិតខ្លួនឯងដើម្បីតែផ្ទះល្វែងដ៏សែនកញ្ចាស់2-3ប៉ុណ្ណឹងចៅក្រមបានកាត់ក្តីឲ្យអូលីវីយេនឹងជាប់ពន្ធនាគាររយៈពេល20ឆ្នាំតែអូលីវីយេប្តឹងតវ៉ាទៅតុលាការកំពូលដូច្នេះវាក៏ជាការលំបាកមួយរបស់ក្រុមគ្រួសារជនរងគ្រោះព្រោះម្ចាស់បណ្ដឹងត្រូវតែរៀបចំសំណុំរឿងជាថ្មីហើយរងចាំលទ្ធផលនៃការកាត់ក្តីជាថ្មីដែលមិនដឹងថាត្រូវបញ្ចប់នៅឆ្នាំណានោះទេបងប្អូនដឹងទេថាម្ចាស់បណ្ដឹងគឺលោកយាយស៊ីសានដែលមានវ័យ85ឆ្នាំតាំងពីឆ្នាំ2015មកម្លេះដូច្នេះគាត់ចូលអាយុ89ឆ្នាំនៅឆ្នាំ2019តើប្រព័ន្ធតុលាការនឹងបន្លឿនពេលកាត់ក្តីឬទេដោយសារអាយុរបស់ម្ចាស់បណ្ដឹងដែលយើងទាំងអស់គ្នាដឹងហើយថាសំណុំរឿងកោដូចភ្នំនៅតុលាការហើយគេត្រូវធ្វើការតាមលេខរៀងដោយគ្មានការលំអៀងឡើយនៅប្រទេសបារាំងចុងបញ្ចប់នៃវីដេអូនេះបទពិសោធន៍ដែលយើងទាំងអស់គ្នាទាញបានគឺត្រូវប្រុងប្រយ័ត្ននិងមិនត្រូវទុកចិត្តអ្នកណាទាំងអស់ជាពិសេសអ្នកមានលុយហើយនៅសុកស្រាប់តែមានគេចូលមកស្រឡាញ់យើងភាពឯកាការខ្វះភាពកក់ក្ដៅខ្លួនមួយតែម្នាក់ឯងគ្មានកូនគ្មានគូជាពិសេសមនុស្សវ័យចំណាស់គឺងាយនឹងបាក់ទឹកចិត្តទទួលយកសេចក្តីល្អពីអ្នកដទៃដោយពុំបាននឹកស្មានតតែសោះថាគឺជាអន្ទាក់តាក់ជីវិតនោះទេគេស្រឡាញ់យើងក៏ស្រឡាញ់គេវិញតែគ្រប់យ៉ាងសុទ្ធសឹងតែជាការបោកប្រាស់ប៉ុណ្ណោះអរគុណ